ចាទឹកពុះហើយខ្ញុំចាប់ផ្ដើមដាក់សាច់មាន់ដែលយើងលាងសម្អាតកាប់រួចរាល់ហ្នឹងចូលទៅក្នុងឆ្នាំងទៅហើយអត់ចាំបាច់រវីរវល់អីទេប្រើភ្លើងតិចៗហ្នឹងទុកឲ្យគាត់ឆ្អិនចោលនៅលើចង្ក្រានទៅងាកមកមើលបន្លែយើងម្ដងនេះយើងមានម្នាស់មានអីនេះទាំងអស់ហ្នឹងគឺជាបន្លែសម្រាប់ស្លម្ជូរយួនអញ្ចឹងយើងមើលកៅអីឈូកពណ៌វាអត់ស្អាតមែនតែតាមពិតវាខ្ចីល្អទេដោយសារយើងយកវាមកទុកអញ្ចឹងវាអត់សូវស្អាតទេហើយប្រហែលជាវាទឹកថ្លាមើលទៅវាអត់សស្គូសទេអញ្ចឹងយើងលាងរួចហើយនេះចិតសម្បកលាងរួចហើយយើងចាប់ផ្ដើមមកចិតដាក់ឆ្នាំងណាមិនយើងចិតសម្បកឥឡូវយើងចិតដាក់ឆ្នាំងស្លម្ដងតែប៉ាយើងយកជាលក្ខណៈទុំអញ្ចឹងក៏បានស្ទើរជាងនឹងក៏បានដែរតាមតែយើងអាចរកទិញបានតែថ្ងៃនេះខ្ញុំរកទិញអាស្ទើរនឹងអត់បានទិញអាទុំទៅទិញតែពីរផ្លែហ្នឹងរើសចង់ប្រកាច់ហើយចំណែកឯតឡាចនេះវិញយកបានមកតូចពេញចិត្តហើយកោសសម្បកចេញអត់ចិត្តទេឲ្យតែអាចកោសបានគឺកោសហើយមិនថាននងមិនថាត្រឡាចទេបងប្អូនចិត្តរបៀបមិនដែរខ្ញុំចិត្តចឹងណាខ្ញុំប្រើពាក្យចិត្តដែរនេះព្រោះអត់ប្រើជ្រុញទេនាំតែប្របាក់លាងជ្រុញអីអញ្ចឹងមកវាលឿនហើយចំណែកឯនោះមើលតែម្នាស់នោះក៏អត់មានចាំបាច់មកឆ្លាក់យកភ្នែកយកអីចេញដែរចិត្តយកមកដល់សាច់តែម្ដងទៅព្រោះថាសបកម្នាស់ហ្នឹងខ្ញុំអត់ដែរយកវាទៅកវត្តចោលអីទេសបកផ្លែឈើសបកបន្លែអីហ្នឹងគឺថាយកវាទៅដាក់តាមគល់ដំណាំទេអញ្ចឹងយើងអត់ចាំបាច់ភ័យខ្លាចថាវាខាតអីទេព្រោះថាយ៉ាងណាក៏វាចំណេញដែរខ្លួនឯងខ្ជិលហើយចេះការពារខ្លួនឯងអញ្ចឹងណានេះហើយសរសើរត្រង់ថាម្នាស់ហ្នឹងណាមិនថាទិញខ្ចីទិញជូរដើម្បីយកទៅឆាយកទៅស្លមិនទេឲ្យតែថាយកទៅដាក់ត្រូវគ្រឿងក្រៅត្រូវភ្លើងត្រូវសាច់អីហ្នឹងគឺថាទៅជាផ្អែមទាំងអស់សូម្បីតែម្នាស់នេះក៏ចឹងដែរនេះហើយមកដល់ខាងក្រអៅឈូកគឺថាកាត់យកតែម្ដងវាខ្ចីល្អបងប្អូនខ្ចីមែនតើឡើងលវក់ហ្មងហើយមួយបាច់នេះដូចជាប្រហែល1250ពីរបាច់2500អញ្ចឹងមួយបាច់1250ណោះនេះរួចបាត់លឿនចឹងណាម៉ែមិនកត្រីទៅធ្វើអីរត់ទៅលឿនអាំងបញ្ញាប់រត់ទៅធ្វើអីផ្សេងទៀតនេះច្រូតយកមកអមនេះចឹងសេរីមើលឲ្យទៅវាខ្ចីទៅណាតែវាអត់ខ្ចីទេហ្នឹងវាចាស់ហ្នឹងញ៉ាំទៅស្វិតញ៉ាញ់ហើយក្តិចគល់វាដូចយើងក្តិចតកួនចឹងនេះរួចបាត់មានសាច់មាន់មានបន្លែមាននៅខ្វះមួយមុខទៀតគឺខ្វះខ្ទឹមបំពងបងប្អូនបាទមានខ្ទឹមបំពងមកជួយយួនយើងអត់ឆ្ងាញ់ទេអញ្ចឹងយើងយកខ្ទឹមទៅបំពងសិនតាឥឡូវយើងបំពងខ្ទឹមរួចហើយខ្ទឹមដែលបំពងហ្នឹងគឺអត់ត្រូវបានគេថតទេគេកាត់ចោលហើយមកដល់ពេលគេដួសខ្លាញ់មាន់ចេញម្ដងប្រើទឹកប្រើភ្លើងតិចដាក់រងាស់ចោលទៅដើម្បីទឹកវាថ្លាល្អផងឥឡូវយើងចាក់ទឹកត្រីចូលបងប្អូនអត់មានទឹកត្រីដែលចាស់ដូចជាខ្ញុំទេរសជាតិចាស់ណាបងប្អូនប្រើប្រហុកបន្តិចក៏ប្រើទៅប្រើទឹកប្រហុកក៏ប្រើទៅតែនេះទឹកត្រីរសជាតិឡើងចាស់ដិតតែម្ដងហើយយើងចាប់ផ្ដើមផ្សំគ្រឿងយើងចូលទៅដាក់ម្នាស់ចូលទៅមកម្នាស់គេចិត្តឡើងកញ្ឈិញកញ្ឈូញញ៉ាងឥឡូវចាប់ផ្ដើមដួសពពុះទៀតហើយដាក់បន្លែយើងចូលទៅធម្មតាត្រឡាចហើយនឹងក្រអៅឈូកយើងដាក់ដំណើរគ្នាបានប៉ុន្តែពេញប៉ោះសម្រាប់ខ្ញុំអត់ទេចិត្តទម្លាក់ចុះបានខ្ញុំដាក់ពេញប៉ោះព្រោះវាងាយរលួយអត់ចង់ឲ្យវារលួយទេចង់ឲ្យវានៅដុំអញ្ចឹងណានេះប៉ុណ្ណឹងទៅជាតិបាត់ហើយជាតិឡើងសាហាវណាស់ណៃទឹកអំពិលទុំយើងហ្នឹងយកទៅជ្រុំយកកាកចេញទៅយកទឹកទៅជាទឹកអំពិលទុំរួចហើយបងស្លឹកជីម្អមហើយនឹងស្លឹកខ្ទឹមយើងចូលទៅហើយខ្ញុំបើសិនមានជីគ្រប់មុខខ្ញុំដាក់ជីគ្រប់មុខទៀតខ្ញុំចូលចិត្តអញ្ចឹងវាឈ្ងុយអញ្ចឹងណាបងប្អូនអត់ចូលចិត្តទេអត់ចូលចិត្ត
ស្លឹកខ្ទឹមដកស្លឹកខ្ទឹមចេញអត់ចូលចិត្តអីដកនឹងចេញចូលចិត្តអីថែមនឹងចូលមកនេះខ្ទឹមបំពងនោះមានអាមួយនោះឡើងទៅជាពណ៌ខ្មៅហើយនោះឃើញអត់ចាប់វាចេញរួចរាល់បាត់ហើយចេញបានពណ៌ចម្រុះបានមិនតែពណ៌ចម្រុះស្អាតទេណាបងប្អូនរសជាតិក៏ឆ្ងាញ់ដែរណាឆ្ងាញ់តាមអាស្រ័យតាមចំណង់ចំណូលចិត្តរបស់អ្នកផ្ទះយើងរៀងខ្លួនណាមិនឆ្ងាញ់សរុបទូទៅទេណាសូមបញ្ជាក់អរគុណ